មានញោមស្រីម្នាក់ហ្នឹងគាត់បានផ្ញើសារមកសាកសួរខ្ញុំកណាអាត្មាភាពថាហេតុអីបានកូនរបស់គាត់នឹងអាយុខ្លីម្លេះអាយុទៅតែបាន3ឆ្នាំ8ខែហើយបែរត្រូវទៅជាស្លាប់ចោលគាត់អីជាដើមចឹងទៅអញ្ចឹងគាត់កើតទុកមែនទែនហើយគាត់បន្ទោសខ្លួនឯងថាប្រហែលជាមកពីគាត់នឹងធ្វេសប្រហែសមិនបានមើលថែកូនឲ្យបានត្រឹមត្រូវអីជាដើមតែបានអាត្មាក៏ពោលឡើងថាជាធម្មតានៃសត្វលោកគឺមានដំណើរជីវិតនឹងឯងគឺប្រព្រឹត្តទៅតាមកម្មសាងហេតុយ៉ាងណាគឺទទួលបាននៅផលយ៉ាងនឹងឯងហើយរឿងការប្រត់ប្រាស់ចាក់របស់ជាទីស្រឡាញ់នេះមិនមែនមានចំពោះតែញោមម្នាក់ទេណាណាក៏ធ្លាប់ជួបរឿងទាំងអស់នឹងដែរហើយជាពិសេសអ្នកខ្លះទៀតមិនមែនត្រឹមតែកើតមកបាន3ឆ្នាំ8ខែនឹងស្លាប់ទេខ្លះទៀតហ្នឹងគឺនៅត្រូវរលូតនៅក្នុងផ្ទៃនៃមាតាហ្នឹងផងខ្លះទៀតប្រសូតចេញមកបានត្រឹមតែ1ខែ2ខែពីអូតូនៃមាតាហ្នឹងក៏ត្រូវដល់នៅសេចក្តីស្លាប់ខ្លះទៀត1ឆ្នាំ2ឆ្នាំខ្លះទៅក៏3ឆ្នាំ4ឆ្នាំ5ឆ្នាំ10ឆ្នាំរហូត20ឆ្នាំជួនកាលពេលខ្លះកូនកំពុងតែពេញកន្លោះពេញស្អាតហ្នឹងត្រូវជួបអបតវៈហេតុត្រូវគ្រោះថ្នាក់ដោយប្រការៈណានេះមួយកើតជំងឺអីត្រូវស្លាប់អីហើយហ្នឹងអាហ្នឹងវាមានគ្រប់មនុស្សម្នាអញ្ចឹងវាមិនមែនមានចំពោះតែគ្រួសាររបស់ញោមម្នាក់ទេដែលអញ្ចឹងទៅគាត់ក៏បានស្ដាប់ទៅគាត់ក៏ត្រេកអរទទួលយកបានពីព្រោះបានឃើញថាសេចក្តីទុក្ខរបស់គាត់វាក្រៃលែងណាស់ធម្មតាទេក្នុងនាមជាម្ដាយឪពុកតែងតែស្រឡាញ់កូនតែងតែបារម្ភពីកូនហើយនៅពេលណាដែលកូនរបស់ខ្លួនឯងនឹងវាត្រូវកូនជាទីស្រឡាញ់ត្រូវឃ្លាតឆ្ងាយត្រូវបាត់បង់ពីដើមទ្រូងវាសេចក្តីទុក្ខនោះក្រៃលែងណាទុក្ខក្រៃលែងតែយើងធ្វើមិនខ្មិចបំណើរជីវិតនឹងវាអញ្ចឹងយើងអាចបង្កើតកូននឹងមកបានក៏ប៉ុន្តែយើងមិនអាចចូលទៅរារាំងហាម5ផលនៃកម្មដែលកូននឹងបានសាងមកទាំងទៅទេព្រោះកូននឹងក្នុងដែលគាត់កាត់មកអាយុខ្លីអញ្ចឹងនៅក្នុងបាណាតិបាតដូចបញ្ជាក់ថាទោសនៃការសម្លាប់សត្វហ្នឹងគឺនាំឲ្យមាននៅអាយុខ្លីមានជំងឺឈឺច្រើនត្រូវគិតសម្លាប់ខ្លួនឯងឬក៏អ្នកដទៃត្រូវមកសំឡាប់អីជាដើមអញ្ចឹងទៅឬក៏ជួបនៅឧបទ្ទវៈហេតុអីផ្សេងអញ្ចឹងទៅរឿងទាំងអស់នេះមិនមែនជារឿងចៃដន្យទេវាមានហេតុមានផលសមស្របរបស់វាអញ្ចឹងដំណើរជីវិតរបស់យើងព្រះអង្គសម្ដែងថាកម្មមុណាវត្តតិលោកោសត្វលោកគឺប្រព្រឹត្តទៅតាមកម្មសាងហេតុយ៉ាងណាគឺទទួលបានផលយ៉ាងនឹងហើយសេចក្តីប្រត់ប្រាស់ចាក់របស់ជាទីស្រឡាញ់ជាទីពេញចិត្តជាទីត្រូវការប្រាថ្នាហ្នឹងគឺថាការប្រត់ប្រាស់ទាំងអស់ហ្នឹងវាមានចំពោះមនុស្សសត្វទាំងឡាយគ្រប់គ្នាអញ្ចឹងរៀនទទួលយកការពិតថាយើងកើតមកវាត្រូវតែជួបនៅរឿងទាំងអស់ហ្នឹងឯងបើមិនយើងក៏គេបើមិនគេក៏យើងបើមិនយើងត្រូវស្លាប់របស់ចាក់ចោលរបស់ជាទីស្រឡាញ់ក៏របស់ជាទីស្រឡាញ់ត្រូវឃ្លាតឆ្ងាយចាក់ចោលយើងដែរព្រោះណានេះគឺជាដំណើរនៃសេចក្តីពិតនៃធម្មជាតិនេះអនុមោទនា